បើតាមការបញ្ជាក់បន្ថែមពីលោកពូឧត្តមសេនីយ៍តូម៉ៅផល្លាអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានប្រាប់បណ្ដឹងថាខាងកម្ពុជាបានពលីម្នាក់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជាជាមួយនឹងកងទ័ពថៃនៅតំបន់មុំ3ខេត្តព្រះវិហារអញ្ចឹងព័ត៌មាននេះច្បាស់ការជូនបងប្អូនដែលកំពុងតាមដានទស្សនាតាមសង្គម Facebook កុំឲ្យមានចម្ងល់ថាខាងកម្ពុជាមានអ្នកបាត់បង់ជីវិតឬក៏យ៉ាងណាប៉ុន្តែមកដល់ពេលនេះតាមការបញ្ជាក់របស់លោកពូឧត្តមសេនីយ៍តូម៉ៅផល្លាបានប្រាប់ដឹងថាខាងកម្ពុជាបានបាត់បង់ម្នាក់ហើយបងប្រុសដែលបានពលីជីវិតដើម្បីការពារមរណភាពទឹកដីមានឈ្មោះថាស៊ុនរូនអាយុ48ឆ្នាំមានទីលំនៅនៅស្រុកចំសានខេត្តព្រះវិហារដែលមានការប៉ះទង្គិចរវាងទាហានខ្មែរនិងទាហានថៃប៉ុន្តែសម្រាប់ភាគីខាងថៃតាមព័ត៌មានដែលបងប្អូនបានផ្ដល់គឺមិនមានអ្នករបួសឬក៏បាត់បង់ជីវិតទេប៉ុន្តែមកដល់ពេលនេះសម្រាប់បងប្អូនមហាជនទាំងអស់រួមជាមួយចាងវាងអត់មានអ្វីទេណាបងណាមានតែម្រាមដៃ10អរគុណសម្រាប់ការពលីដើម្បីការពារមរណភាពទឹកដីការពារអធិបតេយ្យភាពទឹកដីយើងមិនឲ្យនរណាម្នាក់ឈ្លានពានទឹកដីរបស់យើងទេសូមទទួលការគោរពពីបងប្អូនមហាជននិងទទួលការគោរពពីចាងវាងណាបងប្រុសឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង